អាមេរិកប្រមានពីគ្រោះភ័យនៃការត្រួតត្រាផ្លូវអាកាសបន្ទាប់ពីចិនពន្លឿនផលិតយន្តហោះចម្បាំងធំជាងគេលើពិភពលោកបើយោងទៅតាមគេហទំព័រព័ត៌មានយោធា Eurasian Times ដកស្រង់សម្ដីឧត្តមនាវីឯក Zumael Paparo មេបញ្ជាការដ្ឋាន Indo-Pacific របស់អាមេរិកបានប្រមានអំពីលទ្ធភាពដែលចិនទទួលបានឧត្តមភាពផ្លូវអាកាសលើសហរដ្ឋអាមេរិកនៅក្នុងខ្សែចង្វាក់កោះទី1លោកបន្ថែមថាការសាងសង់កងនាវាធំជាងគេបំផុតរបស់ពិភពលោកប្រទេសចិនកំពុងពន្លឿនការផលិតយន្តហោះចម្បាំងរបស់ខ្លួននៅក្នុងគោលបំណងយកឈ្នះលើសហរដ្ឋអាមេរិកក្នុងការប្រជែងដណ្ដើមយកឧត្តមភាពផ្លូវអាកាសការប្រមានរបស់លោកខាងលិចក្នុងអំឡុងពេលសវនាការនៅចំពោះមុខគណៈកម្មាធិការ Senate US ថាបច្ចុប្បន្នទីក្រុងប៉េកាំងមានយន្តហោះចម្បាំងប្រហែល 2,100 ប្រភេទនិងយន្តហោះទម្លាក់គ្រាប់បែក X6 200 គ្រឿងទោះជាយ៉ាងណាក៏ដោយឧត្តមនាវីឯក Paparo ក៏បានធានាឡើងវិញថាក្នុងករណីមានចំនួនទាំងទីក្រុង Washington និងទីក្រុងប៉េកាំងមិនអាចទទួលបានឧត្តមភាពផ្លូវអាកាសដាច់ខាតលោក Paparo និយាយថាសហរដ្ឋអាមេរិកនៅតែមានកាតយុទ្ធសាស្ត្រយើងអាចបង្កើតលំហអាកាសដើម្បីអនុវត្តគោលដៅចាំបាច់ខ្សែចង្វាក់កោះទី1គឺជាពាក្យដែលប្រើដើម្បីសម្ដៅទៅលើតំបន់កោះយុទ្ធសាស្ត្រនៅអាស៊ីបូព៌ារួមទាំងប្រទេសជប៉ុនតៃវ៉ាន់និងភាគខាងជើងហ្វីលីពីនទោះបីជាទីក្រុងប៉េកាំងនៅតែដំណើរការយន្តហោះចាស់ៗជាច្រើនក៏ដោយប៉ុន្តែចំនួនយន្តហោះចម្បាំងចំនួនទី4និងទី5របស់ប្រទេសចិនក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរបន្ថែមពីលើនេះប្រទេសនេះក៏បានចាប់ផ្ដើមធ្វើតេស្តអ្នកប្រយុទ្ធចំនួនទី6ដែរយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកឧត្តមភាពផ្លូវអាកាសគឺជាអ្វីដែលយោធាអាមេរិកបានបង្ហាញនៅក្នុងចំនួនជាច្រើននៅមជ្ឈមបូព៌ាសមត្ថភាពគ្រប់គ្រងស្ទើរតែពេញផ្ទៃមេឃអនុញ្ញាតឲ្យយន្តហោះចម្បាំងរបស់ទីក្រុង Washington គាំទ្រកម្លាំងជើងគោកប្រកបដោយប្រសិទ្ធភាពទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញខាងយោធានិយាយថាទាំងសហរដ្ឋអាមេរិកនិងចិនត្រូវតែវាយតម្លៃឡើងវិញនៅគោលគំនិតនៃឧត្តមភាពផ្លូវអាកាសនៅក្នុងបរិបទនៃចំនួនសម័យទំនើបជាមួយនឹងការមកដល់នៃរ៉ាដាទំនើបនិងកាំជ្រួចប្រឆាំងយន្តហោះដ៏មានអានុភាពវាមិនសមហេតុផលសម្រាប់ភាគីម្ខាងដើម្បីគ្រប់គ្រងផ្ទៃមេឃទាំងស្រុងក្នុងរយៈពេលយូរនោះទេ